អាយុដំអភិសន្តិបណ្ឌិតសសុខាអំពាវនាវស្ថាប័នរដ្ឋឯកជននិងអ្នកល្បីក្នុងបណ្ដាញសង្គមចូលរួមចលនាផ្សព្វផ្សាយវីដេអូស្ដីពីការបញ្ជាកុមារពីគ្រោះថ្នាក់ចរាចរណ៍និងការលង់ទឹកវាគ្រប់គ្នាអន្តរាចរអស់ហើយពួកនេះនៅតែល្មើសទៀតបាច់ងើបឯកូនចៅទី2មកដល់នៅកូនដល់ហើយម៉ែលើកនឹងដល់មែនតើហើយអូមួនហើយនឹងនំកងនេះអូនចិត្តណាអូយកូនប៉ាកូនតែងតែសម័យថាចង់ខ្លាចជាគ្រូពេទ្យចៅយាយបានកម្មានេះហើយចៅប្រកាសជាកក់ក្ដៅថ្ងៃនេះយើងធ្វើគ្រូឲ្យកូនទេពីរតែអ្វីៗធ្វើផ្លាស់ប្ដូរទាំងអស់ដោយសារតែអ្នកបើកបរអត់ប្រុងប្រយ័ត្នបើគាត់គ្រោះថ្នាក់ពេលគាត់ចេញពីរៀនទេពីតំណាងឲ្យកុមារគ្រប់រូបដែលកំពុងតែធ្វើដំណើរតាមដងផ្លូវវាគឺជាសាច់រឿងពិតដែលបានកើតឡើងចំពោះក្រុមគ្រួសារយ៉ាងច្រើនសូមកុំឲ្យរឿងនេះคล้ายទៅជារឿងរបស់អ្នកទាំងអស់គ្នាអីសូមបន្ថយល្បឿននៅតាមសាលាសូមមេត្តាបើកបរដោយគិតគូរពីសុវត្ថិភាពនិងអាយុជីវិតរបស់កុមារគ្រប់គ្នាសូមបន្ថយល្បឿនមកត្រឹម30គីឡូម៉ែត្រក្នុង1ម៉ោងនៅតំបន់សាលារៀនព្រោះកុមារគ្រប់រូបមិនគួររងរបួសឬត្រូវបាត់បង់ជីវិតទាំងវ័យក្មេងនោះទេនេះជាវីដេអូអប់រំមួយក្នុងចំណោមវីដេអូអប់រំចំនួន2ដែលត្រូវបានប្រារព្ធពិធីផ្សព្វផ្សាយក្រមអធិបតីភាពអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទីស្តីការក្រសួងមហាផ្ទៃនារសៀលថ្ងៃទី20ខែតុលាឆ្នាំ2025ពិធីនេះមានការអញ្ជើញចូលរួមពីលោកបណ្ឌិត Will Park ប្រធានអង្គការ UNICEF ប្រចាំកម្ពុជាតំណាងក្រសួងស្ថាប័នថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃវីដេអូទី2មានគោលបំណងផ្សព្វផ្សាយអំពីការបង្កើតទប់ស្កាត់កុំឲ្យកុមារក្លាយជាជនរងគ្រោះក្នុងករណីលង់ទឹកក្នុងឆ្នាំ2024មានពលរដ្ឋកម្ពុជាប្រមាណ 7.6 នាក់ក្នុងចំណោម 10,000 នាក់បានស្លាប់ដោយសារការលង់ទឹកហើយភាគច្រើនជាកុមារអាយុក្រោម15ឆ្នាំអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃបានរំលេចដោយយោងលើរបាយការណ៍អង្គការសុខភាពពិភពលោកក្រែបើជាស្នេហាជួបភ្នំឲ្យតែអង្គុយមាត់ទឹកជុំគ្រួសារអញ្ចឹងនឹកឃើញតែរឿងសបាយមែនទេចាថ្ងៃម៉ែអូបងពួកវាបងណាកូនរ៉ាអូកូនរ៉ាលេងនៅនោះអីកូនអត់អីណាកូនម្ដាយអត់អីអីកូនអត់អីអីកូនលេងអីណាមួយមិនមែនកុមារគ្រប់រូបសុទ្ធតែមានសំណាងដោយតារានោះទេសូមប្រកាសថាមានមនុស្សពេញវ័យកំពុងនៅចាំមើលពួកគេក្បែរទឹកព្រោះឱកាសទី2សម្រាប់ជីវិតកុមារមិនចេះតែមានជារៀងរហូតនោះទេ
បន្ទាប់ពីការទស្សនាវីដេអូអាយុដំអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក្នុងនាមសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងអំណរគុណចំពោះអង្គការ UNICEF ដែលបានសហការគាំទ្រគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃក្នុងបេសកកម្មជំរុញការការពារសុវត្ថិភាពកុមារទាំងការបញ្ជាឲ្យបានពីគ្រោះថ្នាក់ចរាចរណ៍និងករណីលង់ទឹកដែលកំពុងក្លាយជាក្តីព្រួយបារម្ភមួយទាំងសម្រាប់ឪពុកម្ដាយអាណាព្យាបាលនិងសង្គមជាតិក្នុងន័យនេះអាយុដំអភិសន្តិបណ្ឌិតបានគូបញ្ជាក់ថាការរៀបចំពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹកនេះឡើងគឺពិតជាមានសារៈសំខាន់ណាស់ដើម្បីចូលរួមចំណែកទប់ស្កាត់ការស្លាប់របួសពិការរបស់កុមារពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនិងការលង់ទឹកដែលជាមូលហេតុនាំមុខមួយក្នុងចំណោមមូលហេតុនាំមុខគេនៃការស្លាប់របស់កុមារនិងយុវជននៅកម្ពុជាបើតាមអាយុដំអភិសន្តិបណ្ឌិតការរៀបចំពិធីផ្សព្វផ្សាយនេះគ្រាន់តែជានិមិត្តរូបនៃការចាប់ផ្ដើមសកម្មភាពតែប៉ុណ្ណោះពលគឺដើម្បីទទួលបានលទ្ធផលល្អនោះទាមទារជាចាំបាច់ការចូលរួមពីគ្រប់តួអង្គក្នុងសង្គមទាំងស្ថាប័នរដ្ឋអង្គការសមាគមវិស័យឯកជនសិល្បករសិល្បករនីនិងជនមានប្រជាប្រិយភាពក្នុងគ្រប់បណ្ដាញសង្គមដើម្បីជំរុញការផ្សព្វផ្សាយឲ្យបានផុសផុលជាដរាបគ្មានទីបញ្ចប់ក្រៅពីការផ្សព្វផ្សាយតាមបណ្ដាញសង្គមប្រមុខក្រសួងមហាផ្ទៃកម្ពុជាបានលើកឡើងពីជំរុញចលនាផ្សព្វផ្សាយនេះឲ្យបានកាន់តែសកម្មនិងទូលំទូលាយជាអាចក្នុងកម្មវិធីសាសនាកម្មវិធីជួបជុំជាសាធារណៈការផ្សព្វផ្សាយតាម LED ផ្សាយពាណិជ្ជកម្មលើដងផ្លូវការផ្សព្វផ្សាយតាមវិទ្យុនិងទូរទស្សន៍រដ្ឋគ្រប់រាជធានីខេត្តរួមទាំងការផ្សព្វផ្សាយនៅតាមតំបន់គោលដៅទេសចរណ៍នានាជាដើមក្នុងឱកាសនោះដែរលោកបណ្ឌិតវិលផាកនាយកអង្គការ UNICEF ប្រចាំកម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ថាជារៀងរាល់ព្រឹកកុមារនៅទូទាំងប្រទេសកម្ពុជាបានចេញដំណើរទៅសាលារៀនកុមារខ្លះដើរតាមផ្លូវមមាញឹកអ្នកខ្លះទៀតឆ្លងកាត់ទន្លេឬវាលទំនាបលិចទឹកភាគច្រើនទៅដល់សាលារៀនប៉ុន្តែជារឿងដ៏សោកសៅគឺមានកុមារមួយចំនួនមិនបានទៅដល់សាលារៀនដោយសុវត្ថិភាពនោះទេដោយសារជួបគ្រោះថ្នាក់ចរាចរណ៍និងលង់ទឹកខណៈករណីផ្សេងទៀតក៏បណ្ដាលឲ្យកុមារជួបគ្រោះថ្នាក់ដូចគ្នានេះដែរក្នុងនាម UNICEF លោកបណ្ឌិតមានមោទនភាពដែលបានចូលរួមគាំទ្រយុទ្ធនាការជំរុញការផ្សព្វផ្សាយនេះជាមួយរាជរដ្ឋាភិបាលកម្ពុជា